បាទជំរាបសួរបងប្អូនពុំមួយទាំងអស់គ្នាខ្ញុំបើកកែជាមួយប្រភេទម៉ាស៊ីនកាត់ឈើប្រភេទល្អ brand New West បាទហើយសម្រាប់បងប្អូនដែលឃើញខាងគេផុស brand ដូចគ្នាឥឡូវស្តាប់មើលជាមួយនឹងវីដេអូខាងខ្ញុំហើយខ្ញុំធ្វើចែកជូនអូនពុំមួយទាំងអស់គ្នាកុំឲ្យនៅតែបន្តទិញម៉ាស៊ីនអត់ចំគោលដៅបាទហើយឌីម៉ាស៊ីនខាងលើដែលខ្ញុំបានធ្វើការកោះនេះគឺជា brand របស់ New West ហើយបើកកែមកដូចជាក់ស្ដែងខ្ញុំបង្ហាញជាមួយនឹងបងអូនពុំមីងច្បាស់បាទហើយជាប្រភេទល្អលេខ1 brand New West ហើយជាមួយនឹងគ្រឿងបង្គុំរបស់ brand New West មួយតួបាទហើយចំពោះដែលខ្ញុំកំពុងតែបើកកេសនេះខ្ញុំបានកំពុងតែធ្វើការរៀបចំនិងធ្វើការតេស្តសាកឲ្យផ្ញើជូនទៅខាងភ្ញៀវបាទហើយចំពោះមួយគ្រឿងដូចខាងលើនេះជាប្រភេទល្អលេខ1បាទហើយនៅខាងលើតួគឺវាយ New West ផុសហើយមិនមែនផុសតែសបកអាវទេគឺទាំងខាងក្នុងទាំងលើសាច់ដែកស្រឡាំងគឺវាយជាមួយនឹងប្រភេទស brand New West បាទនិយាយទៅប្រភេទនេះគឺគ្រឿងសបកខាងក្រៅ New West គ្រឿងបង្គំរបស់ New West ដូចគ្នាបាទរបស់ក្រុមហ៊ុនតែម្ដងបាទហើយខ្ញុំចាក់សាំងធ្វើការរៀបចំបច្ឆេះហើយដំបូងខ្ញុំចាក់សាំងរួចខ្ញុំធ្វើការបើកកុងតាក់ឡើងលើបាទបើកកុងតាក់ឡើងលើដើម្បីឲ្យភ្លើងវាមានឡាម៉ូស៊ីហើយធ្វើការបិទអែរដើម្បីទាញបច្ឆេះម៉ួយសាំងឲ្យឡើងចូលបេនបាទហើយពេលដែលសាំងឡើងចូលបេនគឺឆេះមកត្រូលដូចខាងលើបាទខ្ញុំបានធ្វើការប្រាប់ជាក់ស្ដែងបាទឥឡូវសាំងឡើងហើយយើងធ្វើការបើកអែរចូលទៅវិញទាញ3ទៅ5ខ្សែគឺឆេះបាទនេះគឺឆេះមកឆារត់ទៅវិញដោយសារសាំងឡើងស្ទើរយើងបិទអែរម្ដងទៀតដើម្បីឲ្យសាំងឡើងបាទមួយខ្សែគឺឡើងពេញហើយឥឡូវយើងបិទបើកទៅវិញទាញ2ទៅ3ខ្សែគឺឆេះម្ដងបងការបច្ឆេះនៅមុនហ្នឹងគឺអត់ទាន់បានធ្វើការសេរីពេញលេញបាទគឺនៅធ្វើការបច្ឆេះសាកជាមួយច្រវាក់ឡានសេរីម្ដងទៀតឥឡូវកំពុងតែធ្វើការតេស្តជាមួយនឹងប៊ូមប្រេងខ្មៅបាទឲ្យច្រាមមកលើបាទបាទឥឡូវខ្ញុំកំពុងតែរត់ជាមួយនឹងច្រវាក់ឡាមឲ្យតឹងមកល្មមហើយបន្ទាប់មកខ្ញុំនឹងធ្វើការបច្ឆេះសាកសេរីបេដើម្បីឲ្យម៉ាស៊ីនរត់ស្ទុះហើយនឹងខ្លាំងជាងមុនបាទឥឡូវខ្ញុំមកកំពុងតែធ្វើការរៀបចំប្រទេសសាកទាំងអស់បាទរៀបចំសេរីឡើងវិញទាំងអស់បាទហើយដំបូងខ្ញុំមើលជាមួយនឹងការបូមប្រេងខ្មៅតើការបូមប្រេងខ្មៅចេញមកច្រវាក់ឡាមល្អដែរឬអត់បាទដោយបានចាក់ឃើញចាក់ស្ដាំគឺការបូមប្រេងចេញមកខាងក្រៅគឺល្អមែនទែនដាក់ឡើងជោគដីតែម្ដងហើយឥឡូវខ្ញុំមកកំពុងតែធ្វើការមួសេរីខ្ចៅបេនបន្ថែមដើម្បីឲ្យសលេងម៉ាស៊ីនរត់ស្ទុះជាងមុនហើយស៊ីសាំងតិចជាងមុនជាមួយនឹងកម្លាំងខ្លាំងជាងមុនបាទ